ការងារដូចជាពួកខ្ញុំអញ្ចឹងមួយថ្ងៃនៅតែមុខកុំព្យូទ័រហ្នឹងរាប់ម៉ោងហើយបងប្អូនដូច្នេះខ្ញុំត្រូវមាន dumbbell ដើម្បីជំនួយពេលដែលខ្ញុំឆ្លៀតបានកន្លះម៉ោងឬក៏1ម៉ោងដើម្បីហាត់ប្រាណនៅផ្ទះជាទូទៅខ្ញុំទៅក្លឹបហាត់ប្រាណក៏ប៉ុន្តែពេលខ្លះយើងរវល់បងប្អូនអញ្ចឹងទៅបើយើងមាន dumbbell នៅផ្ទះយើងអាចឆ្លៀតហាត់បានខ្លះដែរដើម្បីកុំឲ្យយើងខូចសាច់អញ្ចឹងណាបងប្អូនហើយ dumbbell នេះគឺខ្ញុំធ្វើពីស៊ីម៉ង់ដូច្នេះហើយវាមានតម្លៃថោកវាអត់ចំណាយខ្ពស់អញ្ចឹងណាវាទៅ dumbbell ដៃហ្នឹងគឺថ្លៃមែនទែនបងប្អូនខ្ញុំបើ10គីឡូវិញមកគូខ្ទង់ចន្លោះពី$30ទៅ$40អញ្ចឹងទៅវាថ្លៃមែនទែនដូច្នេះខ្ញុំធ្វើការចាក់ហើយខ្ញុំរំលឹកទៅខ្ញុំក៏ជាអតីតកម្មករសំណង់ដែរអញ្ចឹងទៅក៏មានចំណេះជំនាញខ្លះអំពីសំណង់អញ្ចឹងណាពេលវ៉ាកងម្ដងហ្នឹងតែទៅធ្វើសំណង់3ខែហើយយកលុយទាំងអស់ហ្នឹងមកផ្គត់ផ្គង់ការរៀនសូត្រអីចឹងទៅហើយ dumbbell នេះយើងនៅពេលដែលយើងចាក់ហើយយើងខាត់យើងអីចឹងបងប្អូនហើយយើងខាត់ឲ្យស្អាតហើយបានយើងលាបថ្នាំវាហើយយើងបិទអេប៉ុងដើម្បីពេលយើងទុកដាក់ទៅវាអត់ចំដៃចំជើងអញ្ចឹងណាហើយវាធ្វើឲ្យរូបសម្រស់ហ្នឹងក៏ស្អាតដែរបងប្អូនហើយបន្ទាប់ពីយើងបិទអេប៉ុងហើយគឺយើងបាញ់លេខបងប្អូនបាញ់លេខគីឡូដើម្បីយើងហាត់ទៅយើងដឹងតែគីឡូប្រហែលអញ្ចឹងណាបងប្អូនអាចធ្វើនៅផ្ទះបានបងប្អូនងាយស្រួលទេហើយបើសិនបងប្អូនអត់មានពេលអាចទំនាក់ទំនងមកខ្ញុំបានខ្ញុំធ្វើជូនព្រោះខ្ញុំមានឧបករណ៍ស្រាប់អញ្ចឹងណាអរគុណច្រើនសូមជម្រាបលា